វីដេអូនេះគឺជាវីដេអូធម្មតាហើយក៏ជាវីដេអូដែលខ្ញុំទៅបេះផ្លែស្វាយប៉ុន្តែបើក្បាលវីដេអូមកឃើញថាលោកក្មួយខ្ញុំគឺវាសប្បាយអលោកកខកខប់ដោយសារតែវាឃើញកាមេរ៉ាវាគឺជាទម្លាប់ក្មួយខ្ញុំហើយចាអត់ទៅពីវាឃើញកាមេរ៉ាគឺដឹងតែវារំភើបហើយថ្ងៃនេះផងដែរគឺខ្ញុំបានទៅបេះផ្លែស្វាយចាដោយសារតែផ្លែស្វាយរបស់យើងនឹងគឺវាផ្លែច្រើនហូហេទៅម្ចាស់វាបរិភោគមិនអស់ទេអញ្ចឹងយើងបេះឲ្យគោស៊ូហើយយើងទាំង3នាក់ក៏នឹងគ្នាបេះចុះបេះឡើងចាបេះចុះបេះឡើងគឺមានជាការធ្វើស្ទាយដាក់កាមេរ៉ាមួយបើនិយាយពិសេសការបេះនោះគឺវាមិនបានប្រមាណទេចាគឺទាំងមីងទាំងក្មួយតែម្ដងអូខ្ញុំភ័យប្រាប់អ្នកទាំងអស់គ្នាថាវីដេអូនេះគឺជាវីដេអូវែងចាហើយកុំភ្លេចមើលវីដេអូនេះដល់ចប់ផងចាវីដេអូដ៏សែនរញ៉េរញ៉ៃ3នាក់មីងក្មួយទៅពេលយើងបេះផ្លែស្វាយបេះយូរទៅវាអស់កម្លាំងរៀងខ្លួនទៅខ្ញុំបេះផ្លែស្វាយយកមកបរិភោគដើម្បីមានកម្លាំងបេះផ្លែស្វាយទៅឲ្យគូស៊ីបន្តទៀតចំណែកក្មួយខ្ញុំវិញគឺឃើញថាមីងវាបរិភោគអីគឺវាត្រូវតែបរិភោគនោះដែរចាឃើញអត់ឥឡូវគឺក្មួយខ្ញុំគឺចាប់ដើមឈរចាំហើយចាដោយសារតែឃើញមីងវាបរិភោគទៅគឺក្មួយចាប់ដើមចង់បរិភោគតាមដែរចំណែកឯក្មួយខ្ញុំម្នាក់ទៀតវិញគឺឃើញថាបងគេបរិភោគគេទំនងគេឥឡូវគេទៅដែរឡាមួយទៀតហាមដូចចាឥឡូវឃើញថាកុំឲ្យខាត់ពេលវេលាយូរចាំងគេស្វាយកងគេទៅឥឡូវយើងធ្វើការទៅមើលណែឡាំងទេមិនចេះនិយាយឡាំងចង់ចេញឥឡូវចត់នឹងថាបេះស្វាយបានពេញហើយនៅយើងនឹងភ្ញាក់ទៅមើលឡាំងសិនចាឃើញថាឡាំងមុនយើងគឺវាអត់ទាន់ពេញទេអត់មានស្វាយពេញទេណាចាស្បីតែកន្លះក៏វាមិនចង់បានផងឃើញថាឡាំងមុនយើងគឺវាអត់ទាន់ពេញទេអញ្ចឹងហើយយើងក៏នឹងគ្នាចាប់ផ្ដើមទៅបេះស្វាយបន្តទៀតដើម្បីបំពេញឡាំងមុនយើងតែនៅចុងបញ្ចប់វីដេអូនេះគឺឡាំងមុនយើងគឺវានៅតែអត់ពេញដដែលទោះបីជាពេញឬក៏អត់ពេញក៏ពួកខ្ញុំឈប់បេះដែរចាហត់អីបានអី